Hello សួស្តីមិត្តភ័ក្តិក្នុងបណ្ដាញសង្គមរបស់គ្នាបាទក្នុងថ្ងៃនេះខ្ញុំចង់បង្ហាញដល់គ្នាសួនបន្លែផ្ទះរបស់ខ្ញុំបាទតោះតែអ្នកគ្នាសុខសប្បាយទេបាទរាល់ថ្ងៃខ្ញុំសុខសប្បាយធម្មតាទេបាទខានចេញយូរហើយក្នុងបណ្ដាញសង្គមបាទនេះមកពិតសម្លេងពិតបាទមកស៊ីម្ដងបាទតោះទៅតាមដានបងប្អូនអ្នកគ្នាបាទនេះគឺសួនបន្លែបាទតូចដែរទេបាទនោះគឺទ្រង់មន់ទៅធ្វើហើយបាទអត់ទាន់បានដាក់មន់ចាំបន្លែអ្នកសុកសែបាទស្រស់ធម្មជាតិអត់គីមីទេទៅតែរួចពីស្រោចមិញបាទនេះខាត់ណាបាទនេះឃើញផ្កាមួយហើយបាទគឺវាចាប់ដើមចេញផ្កាបដើហើយតែដើមវាអត់សូវលូតធំល្អដោយសារយើងអត់សូវបានមើលថែវាបាទនេះគឺខ្ញុំបានបោចហូបខ្លះហើយអានេះស្ពៃចង្កឹះបាទស្ពៃចង្កឹះបាទចំណែកឯខាងនេះស្ពៃខៀវបាទអ្នកស្រុកខ្ញុំផ្លែកហៅស្ពៃជើងទាបាទអ្នកគ្នាហៅស្ពៃដែរបាទនេះគឺធំហើយគឺបានបោចហូបខ្លះហើយអ្នកគ្នាបាទដាំលាយជាមួយនឹងស្ពៃកញ្ញាញ់ឃើញថាធំល្អមែនតើបាទចំណែកឯនេះគឺតកួនបាទតកួនបានបោចហូបជិតអស់មួយកូនរងហើយធ្វើរងតូចដែរទេអ្នកគ្នាដោយសារដីយើងតូចបាទនេះគឺសល់ប៉ុណ្ណឹងបាទបងប្អូនមើលឃើញទេស្ពៃធំល្អមែនតើបាទនេះខ្ញុំក៏បានដាំនៅនឹងថោបាទតែបិទថោនេះបើដាក់មកគុំវាបែកមែកល្អប៉ុន្តែយើងចង់បានច្រើនយើងបោចហូបដើទៅបាទនេះមកថោនេះដាក់4គុំអានេះគឺធំល្អមែនតើនេះគឺស្ដែកអ្នកគ្នាស្គាល់ស្ដែកទេបាទស្ដែកតន់ផ្លែស្ដែកដាំស្ដែកដាំតឡាចបាទតឡាចនេះក៏មានដែរដាំគៀនលបងបាទឲ្យវាឡើងស្នាញ់លបងអានេះរំដេងអានេះបានដាំនេះអ្នកគ្នាលហុងកូនលហុងនេះគឺវាដុះមកបាទដុះបាទអានេះគឺអានងបាទអ្នកគ្នាអានងចាប់ដើមចេញផ្កាក្តាប់តិចហើយបាទបងប្អូននេះគឺល្អមែនតើហូបយើងមានបន្លែក្រោយផ្ទះទៅកាត់បន្ថយការចំណាយទិញបន្លែបានខ្លះដែរអ្នកគ្នាបាទហើយធម្មជាតិសាត់អត់មានជាតិគីមីទេធំល្អមែនតើមិត្តភ័ក្តិនៅក្នុងខេត្តបាទដូចសម្លាញ់ថាវីអីចង់មកលេងផ្ទះមកបាទតិចមានបន្លែមានមន់ស្រែ20ចំណែកអានេះគឺតសក់ដាំតិចដែរតសក់ឃើញប៉ុណ្ណេះទេបងប្អូនតែបានបេះហូបបាន3 4ផ្លែហើយលើពីណាចាប់ដើមផ្លែបដើទៀតហើយបាទនេះផ្លែតសក់ផ្លែវាដូចអត់សូវលូតលាស់ល្អដែរនេះផ្លែវាចេញមកតែរួញនេះម្រះព្រៅជីនាងវងបាទគល់ក្រៃនេះដើមមាននេះដើមមានខែនេះលូតលាស់ល្អដែរដើមមានដើមសាម៉ាវទុរេនក៏មានដែរអ្នកនេះបាទជាដាំទៅលោកបានផលទៅយើងកាត់ថយការចំណាយពេលដល់ខែហូបទុរេនជឿមានទុរេនអញ្ចឹងតែមិនប្រកាសតែបានហូបដែរអ្នកនេះដោយសារយើងអត់មានបច្ចេកទេសដាំផងយើងដាំចាក់ទឹកអត់ទាន់បានតពងទៀបដែរបាទទុរេនមាន3ដើមអ្នកនេះជីនាងវងដាំជាមួយខ្ទឹមនេះលូតលាស់ល្អមែនតើអ្នកគ្នាបាទចំណែកនេះខ្ទឹម3កថាំងនេះធំល្អនេះខ្ទឹមនេះជីរណានេះគឺជាសមិទ្ធផលនៃការប្រឹងប្រែងរបស់ខ្ញុំបាទជាការងារប្រចាំថ្ងៃបាទមានពេលទំនេរតិចតួចបាទដាំបន្លែមើលថែបន្លែចឹងវីដេអូនេះសូមផ្ញើជូនស្រឡាញ់ថាវីជាពិសេស
តនេការងារមកលេងផងនៅសុកស្រែ